กัมพูชานะครับจะเอาเข้าสู่ศาลโลกเรื่องอาณาเขตอธิปไตยรัฐบาลไทยเสือกเอาพื้นที่ประเทศเป็นข้ออ้างอีกเอาเข้าสู่การประชุม JBC เป็นยังไงครับวันนี้สมเด็จฮุนเซนกับฮุนนัมฮูมาเนตไม่ยอมรับการประชุม JBC แล้วคนไทยอ่ะเขาไม่ยอมรับมาตั้งนานแล้วបាទនេះជាសកម្មភាពពួកចៅសៀមពួកជ្រើសសង្គ្រាមនឹងហៅថាមេសមបងប្អូននេះអត់ដែលហៅចឹងបានអាចត្រូវជាប់ community standard របស់ Facebook ទៀតហៅតែសៀមទៅបានអូខេពួកសៀមជ្រុលនិយមក្រាបតូចនេះកំពុងតែធ្វើបាតកម្មនៅមុខស្ថានទូតកម្ពុជានៅទីក្រុងបាងកកប្រទេសសៀមហើយពួកមួយចំនួននឹងថែមទាំងចោទរដ្ឋបាលបច្ចុប្បន្នហ្នឹងដែលដឹកនាំដោយនាយករដ្ឋមន្ត្រីផៃតុងឋានស៊ីនវត្រាថាបានខុបខិតឬក៏មានគំនិតមិនល្អកាត់ទឹកដីនៅតំបន់ព្រំដែនហ្នឹងមានប្រាសាទតំបន់ធំតំបន់តូចតាកបីហើយនិងតំបន់មុំបីហ្នឹងឲ្យមកប្រទេសកម្ពុជាបាទអញ្ចឹងយើងត្រូវយុទ្ធធម៌ជាមួយរដ្ឋាភិបាលកម្ពុជាដែរខាងយើងក៏ចោទរដ្ឋាភិបាលខ្មែរអញ្ចឹងដែរប៉ុន្តែឥឡូវជំហរប្រទេសកម្ពុជានេះគឺយើងត្រូវប្តឹងរឿងហ្នឹងឡើងទៅតុលាការ ICJ ហើយប៉ុន្តែពីខាងភាគីថៃអត់ព្រមឡើងទៅ ICJ ទេដោយសារតែថៃបានលើកឡើងថាថៃអត់ទទួលស្គាល់យុត្ថាធិការរបស់តុលាការអន្តរជាតិ ICJ ទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយជំហររបស់រដ្ឋាភិបាលកម្ពុជាគឺត្រូវតែដាក់រឿងនេះទៅតុលាការ ICJ ដោយសារតែឱកាសដែលយើងឈ្នះនឹងច្រើនជាងហើយទោះបីជាថៃមិនព្រមឡើងតុលាការក៏ដោយតាមមាត្រា53នៃរដ្ឋធម្មនុញ្ញរបស់ ICJ បានចែងថាភាគីចំនួនដែលមិនព្រមឡើងតុលាការក៏មានន័យថាដំណើរការក្តីត្រូវគាំងមិនដំណើរទៅមុខដែរគឺមានន័យថាឲ្យតែមានភាគីម្ខាងដាក់ពីមិនដឹងទៅគឺដំណើរការក្តីអាចដំណើរការបានហើយអញ្ចឹងអ្នកច្បាប់មួយចំនួននៅប្រទេសកម្ពុជាបានជំរុញឲ្យកម្ពុជានៅតែរក្សាជំហររឹងមាំគឺមិនបាយថាយើងច្រានចោលការចរចាគ្នាទ្វេភាគីដែលក្រុងធ្វើឡើងនៅថ្ងៃទី14ខែមិថុនាទេប៉ុន្តែយើងនៅតែបន្តប្រើយន្តការមួយនេះគឺដាក់រឿងនេះទៅតុលាការ ICJ សារភាគីខាងសៀមនោះក៏តាមឧបនាយករដ្ឋមន្ត្រីសៀមលោកភូមិធម្មវិชัยឆៃបានអះអាងថារក្សាជំហរចរចាទ្វេភាគីរវាងកម្ពុជានិងសៀមនៅថ្ងៃទី14ខែមិថុនាដែលក្រុងធ្វើឡើងនៅទីក្រុងភ្នំពេញប្រទេសកម្ពុជាហ្នឹងហើយចរចាតែរឿងព្រំដែននៅតំបន់ប្រាសាទតំបន់ធំតំបន់តូចតាកបីហើយនឹងតំបន់មុំបីទេអត់ពង្រីករឿងហ្នឹងទៅចំនួនផ្សេងទៀតទេមែនទេប្រហែលជាតកតនឹងកោះអីមួយចំនួនដែលកំពុងមានចំនួនហ្នឹងក៏អត់ចរចារឿងហ្នឹងដែរចរចាតែរឿងនេះទេបាទខ្ញុំយកសតជាមួយអ្នកច្បាប់កម្ពុជាមួយចំនួនដែលជំរុញឲ្យកម្ពុជាលើរឿងនេះទៅ ICJ ហើយសៀមហ្នឹងគួរតែទៅ ICJ ទៅស្អីយើងខ្លាំងណែព្រោះឡើងតុលាការទៅវាថោកជាងនៅក្នុងវីដេអូមួយរបស់ខ្ញុំបានធ្វើអញ្ចឹងសង្គ្រាមថ្លៃណាសៀមចាយលុយលើក្រសួងការពារជាតិរបស់ខ្លួនហ្នឹង 5.5 ពាន់លានដុល្លារក្នុងមួយឆ្នាំអាហ្នឹងទៅនៅឆ្នាំ2020ឆ្នាំ2025នេះខ្ញុំជឿថាច្រើនជាងនឹងដោយសារហេតុអីសារតិផលណាផងរយៈពេល5ឆ្នាំហើយមិនអាចតិចជាងមុនឧបានស្មើឆ្នាំ2020ចុះ 5,500 លានដុល្លារក្នុងមួយឆ្នាំត្រូវជា15លានដុល្លារក្នុងមួយថ្ងៃអត់ទាន់បាញ់គ្នាអត់ទាន់អីទេក៏ចាយទៅលើប្រាក់ខែទៅហ៊ានទៅលើសាំងរថយន្តទៅលើស្អីថែទាំសាពាវុធអាវុធយុទ្ធភ័ណ្ឌគ្រឿងយន្តហោះរថក្រោះចម្បាំងហ្នឹង5ដល់10លានខ្មែរយើងចាយប្រហែលជា 1.7 លានអញ្ចឹងមិនទាន់បាញ់គ្នាផងយើងមួយថ្ងៃយើងអស់សរុបចូលគ្នាទាំងខ្មែរសៀមហ្នឹងជិត20លានដុល្លារបាត់ហើយទោះបាញ់គ្នាទៀតក្រកភ្លើងតែបាញ់មកអត់មានផលិតអីទាំងអស់អត់មានចេញជាអត់មានតែយើងដាក់ដើមទៅចុងក្រោយមកបេះផ្លែប្រមូលផលវិញជ្រូតកាត់ទៅយកទៅលក់បានថ្លៃជាងមុនណាគឺក្រកភ្លើងទាំងបាញ់ចោលខាតខ្លាំងទេអញ្ចឹងសៀមបើសិនឯងគិតថាខ្លួនពិតជាម្ចាស់ដីនៅតំបន់ហ្នឹងមែនតាមមន់ធំតំបន់តូចតាកបីតំបន់មុំបីមែនឡើងតុលាការ ICJ ដឹងសខ្មៅទៅហើយកម្ពុជាមិនបានន័យថាកម្ពុជានឹងឈ្នះទេកម្ពុជាចាញ់យើងទទួលស្គាល់យុត្ថាធិការរបស់ ICJ ហើយយកតំបន់ហ្នឹងទៅចប់ទៅមកដែរអូខេមិនតែទាំងអស់គ្នាយើងយ៉ាងណាក៏ដោយយើងនឹងចូលពីក្រោយរដ្ឋាភិបាលកម្ពុជាដែលលើករឿងនេះទៅដោះស្រាយនៅតុលាការអន្តរជាតិ ICJ